រងៃសบายចិត្តមិនសាមិញខ្ញុំបាន50គីឡូជាងការអ្នកខ្លះលក់ដល់100គីឡូមួយម៉ោងនេះផាយជាង10គីឡូតិចតួចលើតិចតួចទេបងមួយថ្ងៃបើសិនជាបាន20ម៉ឺនដែរទេតាមត្រីថ្លៃតាមត្រីថោកបងបានជីវភាពរងថ្ងៃមកសំរុំបានផ្គត់ផ្គង់កូនរៀន3 4នាក់នៅផ្ទះដែរបងដាក់បាន4-5នេះធ្វើ4-5ខ្សែវត្តនេះទៅបានមកព្រឹកគេ50ម៉ឺនអញ្ចឹងដែរទៅ50ម៉ឺនហ្នឹងវាយខ្ទង់200គីឡូបងអើយមុខរបរនេះជាង10ឆ្នាំហើយ2-3ឆ្នាំនេះវាគ្រាន់តែត្រីហ្នឹងវាសបោជាងឆ្នាំទៅអត់សូវបានទេដាំដៃទៅទឹកទី2បានដល់2ឆ្នាំនេះឡើងមកដាំដៃបានរហូតបានជាប់រហូតសบายចិត្តទៅឆ្នាំហ្នឹងណាបានសបោតាំងឆ្នាំតែមិនមកដែរហើយលក់ដាច់ដែរទទួលគេខ្លះរកគ្រួសារយើងខ្លះមួយថ្ងៃបាន400-500គីឡូអីហ្នឹងលក់វត្តល្ងាចតល់យប់ម៉ោង7យប់8យប់អីសបោត្រីឆ្កោកចកែងខ្លាំងហាយអីហ្នឹងត្រីពោត្រីអីហ្នឹងសពមុខត្រីធម្មជាតិយើងត្រីទលេហ្នឹងកូនទលេសាបយើងហ្នឹងចានៅស្រុកទ្រូយើងហ្នឹងសេះស្លាប់អីហ្នឹង1គីឡូចំណេញ1000អីហ្នឹង2000អីហ្នឹងអស់ហើយ500ជួនកាលលក់រួចខ្លួនអីទាំងទៅកូនដឹងតែចំណេញដែរដោយមានការសហការជាមួយសហគមន៍នេសាទក៏ដូចជាកងកម្លាំងប្រដាប់អាវុធនិងអធិការឋានរដ្ឋបាលជលផលបំបឹងលេខសាបយើងតែងតែចុះអនុវត្តបានជោគជ័យល្អប្រសើរជាងឆ្នាំកន្លងមកហេតុនេះហើយដែលធ្វើឲ្យឆ្នាំនេះយើងពិនិត្យឃើញជាក់ស្ដែងទិន្នផលត្រីដូចជាមានសន្ទុះកើនឡើងជាងឆ្នាំកន្លងមកជាក់ស្ដែងដែលយើងពិនិត្យឃើញថ្ងៃនេះទស្សនវិជ្ជានៃការធ្វើនេសាទរបស់ពលរដ្ឋក៏ចាប់ផលនេសាទបានល្អប្រសើរជាងឆ្នាំកន្លងទៅនេសាទ3កន្លះ6កន្លះបង7កន្លះ8អត់ដែររលញឹកទេពួកខ្ញុំវាទូទៅហើយកន្លះ3ហ្នឹងហើយមានប៉ុណ្ណាហ៊ានដាក់តលោកក៏ហ៊ានដាក់ដែរញឹកក៏3ទាំងអស់បើគាត់ប្រាប់បើមិនដាក់ធ្វើតាមគាត់ទេគេគាត់មករុះរើដល់ពេលអញ្ចឹងយើងត្រូវសហការគ្នាដាក់តលះទាំងអស់ហ្នឹងឯងបើគាត់ណែនាំយើងអញ្ចឹងហើយយើងត្រូវតែដាក់អញ្ចឹងទៅណាតែខ្ញុំក៏សប្បាយចិត្តដែរអញ្ចឹងបានពួកបងគាត់ប្រក្រាបទៅក៏ចាប់ពី1ឆ្នាំទៅ1ឆ្នាំរៀងកើនត្រីអញ្ចឹងណាបងក៏ប្រាប់ថារត់ដែររបរណាដែលយើងស្របច្បាប់អត់ឲ្យរត់របស់ខុសច្បាប់ទេបទល្មើសនេសាទកន្លងមកនៅក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំងនេះមានដូចជាសម្រាប់ការធ្វើនេសាទស្បៃមុងការដាក់របាំងចិត្តព្រែកហើយនឹងឧបករណ៍ឆក់ជាដើមនិងការកាប់ព្រៃលិចទឹកឡាក់យើងឃើញថាទាំងសហគមន៍នេសាទក៏ដូចជាប្រជាពលរដ្ឋនៅពេលដែលឃើញកម្លាំងសមត្ថកិច្ចយើងបានអនុវត្តវិធានការច្បាប់យ៉ាងមើងម៉ាត់អញ្ចឹងហើយឃើញថាផលនេសាទមានការកើនឡើងជាងឆ្នាំកន្លងមកគាត់សប្បាយរីករាយហើយគាត់ចូលរួមអបអរសាទរហើយក៏គាត់សំណូមពរឲ្យយើងបន្តឲ្យមាននិរន្តរភាពបន្តទៅទៀតក្នុងការអនុវត្តវិធានការច្បាប់មានតែជួយដែលអប់រំគ្នានឹងឯងពួកនេសាទទាំងអស់គ្នាឲ្យដាក់កលាលះទៅបានត្រីពូជដល់កូនដល់ចៅយើងស្គាល់ហើយនឹងសបោមច្ឆាជាតិឲ្យកាន់តែច្រើនទៅកន្លងមក4-5 10ឆ្នាំមុនបលមុខច្រើនណាស់ដល់ពេលឥឡូវនេះអត់ស្មានឲ្យខ្ញុំទៅរកទៅស្រួលដែរបងសប្បាយចិត្តណាស់សប្បាយចិត្តមែនតើក្រៅពីការបង្ក្រាបគឺពាក់ព័ន្ធទៅនឹងការថែទាំជាពិសេសតំបន់អភិរក្សកន្លែងអភិរក្សជលផលដូចជាកន្លែងអភិរក្សថ្នាក់ជាតិក៏ដូចជាអភិរក្សសហគមន៍យើងតែងតែថែទាំនៅកន្លែងនោះហើយដែលធ្វើឲ្យមេត្រីពូជបានរក្សាទុកធ្វើឲ្យផលនេសាទហ្នឹងក៏មានកំណើនកើនឡើងដែរចាអរគុណខាងក្រសួងលោកជលផលជលអីហ្នឹងហើយរដ្ឋាភិបាលហ្នឹងគាត់ជួយអីបានការពារមច្ឆាជាតិយើងនឹងល្អមែនតែម្ដងហ្មងបាទមានតែអំណរអរគុណនឹងឯងដែលបានពួកជលផលហើយនឹងបងទាហានគាត់ប្រក្រាបបទល្មើសអរគុណខាងមន្ត្រីជលផលហើយនឹងខាងវរៈកងទ័ពគាត់ជួយបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានច្រើន